Bon Thanksgiving នេះជាbonជួបជុំគ្នាបាយទឹកក្នុងគ្រួសារក៏រួមជាមួយនឹងមានការស៊ីផឹកធំគួរសមសម្រាប់ជននានុជននៅអាមេរិកបាទដូច្នេះbon Thanksgiving នឹងធ្វើឡើងនៅថ្ងៃទី27នៅថ្ងៃទី27ខែវិច្ឆិកាពលគឺធ្វើនៅអាទិត្យទី4សប្តាហ៍ទី4នៃខែវិច្ឆិកាប៉ុននេះគឺជាប៉ុនសុខសាន្តប៉ុនជីវភាពប៉ុនសុភមង្គលប៉ុនប្រពៃណីតកតងនឹងដំណើរជនដែលចាក់ចេញពីប្រទេសអង់គ្លេសមករស់នៅលើដីថ្មីឯស្រុកអាមេរិកណាហ្នឹងគឺជាប៉ុនតកតងរឿងហ្នឹងខ្ញុំចូលចិត្តប៉ុននេះណាជាប៉ុនសុភមង្គលបាទជាប៉ុនតកតងនឹងសុភមង្គលនៃគ្រួសារអាមេរិកអូខេដូច្នេះសប្តាហ៍នេះចប់ទៅបាទសប្តាហ៍នេះចប់ទៅគឺពាក់កណ្ដាលខែបានចូលទៅដល់ចាក់ទុកថាចូលដល់សប្តាហ៍ទី2នៃខែវិច្ឆិកាដែលនៅសល់តែមួយសប្តាហ៍ជាងទេត្រូវទៅដល់ប៉ុន Thanksgiving អ្នករស់នៅអាមេរិកភាគច្រើនបំផុតនឹងត្រូវទៅផ្សារដើម្បីទិញអាហារយកមកផ្សំគ្រឿងដើម្បីនឹងរៀបចំធ្វើភោជនាអាហារនៅក្នុងថ្ងៃប៉ុន Thanksgiving ប៉ុននីមួយសូមមេត្តាកុំប្រែវាគ្រាន់តែពន្យល់វាបានខ្លះតែបើពន្យល់ជាភាសារបស់យើងមិនច្បាស់ទេតោងហៅប៉ុននឹងជាភាសាអាមេរិកាំងអង់គ្លេសប៉ុននេះហៅថា Thanksgiving ហៅថា Thanksgiving គឺ thank ហើយចាញ់ខ្យល់សបន្តិចទៅ giving ណាកុំប្រែប៉ុននឹងគ្រាន់តែឲ្យយល់ពីប៉ុននឹងបានហើយប៉ុន Thanksgiving នេះជាការដែលចាប់ផ្ដើមនៃប៉ុនរដូវរងាមកដល់បច្ចុប្បន្ននេះគឺរដូវស្លឹកឈើជ្រុះដែលជាឧទានសញ្ញាបង្ហាញអំពីរដូវរងានឹងមកដល់ប៉ុននេះជាប៉ុនដែលមានប្រវត្តិសាវតាទីតីពីគ្នាច្រើនយ៉ាងទៅតាមប្រពៃណីដែលមេដាបៃតាឬក្រុមគ្រួសារជនអាមេរិកាំងកាណាដាអឺរ៉ុបគេពន្យល់ណែនាំដល់កូនចៅគេក្មេងសប្តាហ៍ថ្ងៃទទួលយកប៉ុន Thanksgiving នេះជាប៉ុនខ្សែមខ្សានប៉ុនមិនភ្ញាក់ផ្អើលណាស់ទេតែប៉ុនសុខសប្បាយប្រពៃណីនៃប៉ុន Thanksgiving នៅសហរដ្ឋអាមេរិកគឺពាក់ព័ន្ធរឿងរ៉ាវច្រើនជាពិសេសគឺនៅអាមេរិកមានរឿងព្រេងនិទានដែលតាក់ទងរឿងរ៉ាវច្រើនហើយវាប្រទាក់ក្រឡាគ្នារវាងជំនឿមនុស្សដែលតាំងការរស់នៅក្នុងសហរដ្ឋអាមេរិកប្រពៃណីនៃប៉ុន Thanksgiving ត្រូវបានគេកំណត់ឡើងថាធ្វើឡើងនៅលើដីអាមេរិកនៅក្នុងឆ្នាំ1621ដែល Thanksgiving កាលនោះគឺជាប៉ុននៃរដូវប្រមូលផលណាគឺជាប៉ុននៃរដូវប្រមូលផលបាទ Harvard សួស្ដីគឺជាប៉ុនប្រមូលផលដូចយើងចូលឆ្នាំក្រោយពីយើងធ្វើស្រែចម្ការហើយឬក៏ដូចជាប៉ុនភ្ជុំពេលយើងចាប់ផ្ដើមប្រមូលផលអញ្ចឹងប៉ុននេះវាជា Harvest Feast វាជាប៉ុននៅក្នុងរដូវប្រមូលផលដែលចាប់ផ្ដើមធ្វើឡើងដំបូងក្នុងប្រវត្តិសាស្ត្រអាមេរិកគេកំណត់ឆ្នាំ1621ដែលកាលនោះជនអង់គ្លេសដែលបានមកដល់ដីថ្មីបាននាំគ្នាធ្វើប៉ុននេះនៅឯទីប្រជុំជនមួយនៅតំបន់ Plymouth នៃរដ្ឋ Massachusetts ដែលប៉ុននេះចាប់ផ្ដើមធ្វើរវាងជនអង់គ្លេសដែលមកនៅនឹងជា Pilgrims ជាមួយនឹងជនជាតិដែលមកនៅមុនយូរហើយគឺជាពួកកុលសម្ព័ន្ធវ៉ាំប៉ាណូក
ដែលកុលសម្ព័ន្ធវ៉ាំប៉ាណូកហ្នឹងក៏ជុំគ្នាជាមួយនឹងពួកជនអង់គ្លេសដែលជា Pilgrims ហ្នឹងធ្វើបន់ហ្នឹងនៅឯ Plymouth Massachusetts ពួកដែលមកដល់នៅឆ្នាំខ្ទង់ឆ្នាំ1620បានជួបប្រទះនឹងកង្វះខាតជំងឺដំកាត់ខ្លាំងហើយពួកគេក៏បានរស់រានមានជីវិតដោយសារពួកកុលសម្ព័ន្ធដូចជាពួកវ៉ាំប៉ាណោកនេះបានជួយណែនាំឲ្យជនអង់គ្លេសដែលមកដល់ដីថ្មីអាមេរិកាសម័យនោះចេះដាំគ្រាប់ពូជនៅស្រុកអាមេរិកថ្មីដូចជាការដាំពោតជាដើមសំណួរសួរថាតើពេលអង់គ្លេសបាទខ្ញុំប្រាប់ហើយណាសុខុនលេនណាខ្ញុំប្រាប់ហើយថាគួរណាស់កុំប្រែវាហៅវាថា Thanksgiving ទៅគ្រាន់តែបញ្យល់វាទៅបានហើយពីព្រោះប៉ុនយើងប្រែអត់ដាច់ទាំងអស់ទេកុំឲ្យខួរក្បាលយើងវាល្ងងពេកយើងហៅវាថា Thanksgiving តែបើកូនចៅយើងចង់ដឹងថាប៉ុនហ្នឹងប៉ុនយ៉ាងម៉េចយើងក៏និយាយប្រាប់ទៅបើកូនចៅយើងនៅស្រុកអាមេរិកមិនបាច់ប្រាប់ទេសាលាគេបង្រៀនតាំងពីមត្តេយ្យមកណាអញ្ចឹងវាជាវប្បធម៌ប៉ុនទៅហើយចំណែកយើងរស់នៅយើងមិនបាច់ហៅឯណាប៉ុនផលគុណប៉ុនអាចអីទេយើងហៅតែ Thanksgiving ដូចគេទៅហើយបើយើងមិនចេះអាន Thanksgiving ទេយើងអាន Thanksgiving ក៏បានដែរ Thank ណាអូខេហើយកុំបដៅអ្នកណាឲ្យប្រែហៅអញ្ចឹង Thanks ណាអូខេ give ណា wing អូខេបើអត់បើអានដូចខ្ញុំសរសេរអញ្ចឹង Thanks ព្រោះយើងដាក់អណ្ដាតប្រឡោះថ្មិញមិនទាន់ចេះអានតែប៉ុណ្្នឹងអានធរដាក់ស្រែនឹង Thanks giving នឹងអាន giving ទៅបើមិនចេះណាមិនបាច់សរសេរអញ្ចេះទេណាមិនបាច់សរសេរអញ្ចេះទេបើខ្លាចលក់ណាតែបើសរសេរអញ្ចឹងក៏មិនខុសដែរអាហ្នឹងជា phonics ខ្មែរដែលប្រកបកុំប្រឹងប្រែឈ្មោះប៉ុនដូចប៉ុន Christmas ហៅថាប៉ុន Christmas ប៉ុនដតីទៀតណាលើកលែងតែថាប៉ុនហ្នឹងគឺជាប៉ុនដូចជា Independence Day អាហ្នឹងហៅប៉ុនឯករាជ្យណាតែបើគេហៅថាប៉ុនកក្កដា July 4យើងបើខ្មែរនៅឆ្ងាយយើងថាអាហ្នឹងប៉ុនឯករាជ្យណាមិនមែនយើងប្រែថាប៉ុនកក្កដា4ទេយើងអត់ប្រែអញ្ចឹងទេណាកុំនាំវង្វេងហើយកុំទៅកែគេឧទាហរណ៍តែគេថាប៉ុនហ្នឹងប៉ុនផលគុណបើយើងស្ដាប់បានទេសួរថាប៉ុនអីប៉ុនផលគុណប៉ុនផលគុណនៅស្រុកអាមេរិកបើយើងមិនយល់សួរថាស្អីទៅប៉ុនផលគុណថា Thanksgiving អរគុណមិនបាច់កែគេទេមិនបាច់កែគេទេណាសុខុនមិនបាច់កែគេទេមិនបាច់កែគេទេហើយបើគេថាប៉ុន Thanksgiving មិនបាច់មកប្រែឲ្យគេទេបើគេមិនយល់អាហ្នឹងមិនយល់យូរទៅយល់ហើយកុំច្បោកច្បល់ជាមួយនឹងឈ្មោះប៉ុនណាដូចជាប៉ុន Valentine Day បើប៉ុន Valentine Day គឺហៅអញ្ចឹងហ្មងវ៉ាណាលិនហាញហៅអញ្ចឹងទៅណាកុំឆ្លាតពេកដល់ឆ្លាតពេកវង្វេងអត់ស្គាល់ប៉ុនហើយឆ្លាតពេកអនុវត្តខុសទៅជាប៉ុនសង្សារប៉ុនអីអាហ្នឹងខុសហើយវាអត់មានទេណាហើយបើនៅអាមេរិកវិញកុំភ័យកូនហ្នឹងវាចេះតាំងពីមត្តេយ្យសាលាអញ្ចឹងដូចខ្ញុំជម្រាបអញ្ចឹងប៉ុន Thanksgiving ហ្នឹងវាមានរឿងរ៉ាវខុសៗគ្នាក៏ប៉ុន្តែគេកំណត់ថាប្រហែលជានៅក្នុងឆ្នាំ1621នៅសហរដ្ឋអាមេរិកនៅតំបន់ Plymouth នៃរដ្ឋ Massachusetts ពួកអង់គ្លេសដែលមកឡើងគោកហ្នឹងបានកើតសេចក្តីក្តៅក្រហាយអត់បាយអត់អាហារហើយក៏ត្រូវបានពួកកុលសម្ព័ន្ធដែលរស់នៅមុនពួកអង់គ្លេសមកដល់មានកុលសម្ព័ន្ធវ៉ាំប៉ាណោកហ្នឹងបានជួយសង្គ្រោះពួកអង់គ្លេសហ្នឹងហើយក៏បង្រៀនឲ្យធ្វើដំណាំអ្នកស្រុកអាយពួកអង់គ្លេសវាមកពីស្រុកនាយដល់វាមកដល់អាយហ្នឹងក៏វាដាំអញ្ចឹងវាមានសំណួរសួរថាចុះអង់គ្លេសអត់ចេះដាំពោតទេចម្លើយឆ្លើយតែចេះហើយចុះមិនក៏មិនយកគ្រាប់ពោតពីអង់គ្លេសមកដាំនៅលើដីអាមេរិកថាយកមកពេលដែលពួកអង់គ្លេសចាក់ចេញពីដែនអង់គ្លេសមកកាន់ដីថ្មីអាមេរិកានេះគឺបានយកគ្រាប់ពូជសត្វមាន់សត្វទេសត្វដែលមាននៅអង់គ្លេសហ្នឹងគឺបានដាក់សំពៅមកជាមួយសំណួរសួរថាចុះដាក់សំពៅមកជាមួយមិនក៏មិនចេះដាំពោត
មិនមែនដូចនោះទេគ្រាប់ពូជដែលបានយកមកជាមួយហើយនឹងពូជសត្វរស់ដែលយកមកជាមួយនៅក្នុងសម័យពីបុរាណកាលវាមានជំងឺមួយកើតឡើងគេហៅថាចាញ់ជំងឺចាញ់ហ្នឹងឥឡូវហ្នឹងអត់មានទៀតទេដោយសារផ្នែកអនាម័យផ្នែកពេទ្យផ្នែកអីហើយដោយសារការចែកចាយគ្រាប់ពូជដោយសារការចែកចាយសត្វទូទាំងពិភពលោកទៅធ្វើឲ្យសត្វច្រើនជាទីបំផុតលែងចាញ់ងាប់ហើយរីឯគ្រាប់ពូជវិញក៏លែងคล้ายទៅជាគ្រាប់ពូជដែលដាំមិនកើតហើយដោយសារគ្រាប់ពូជឥឡូវនេះភាគច្រើនបំផុតវាមិនមែនជាគ្រាប់ធាન્યជាតិពីដើមយូរលង់មកទេវាជាគ្រាប់ធាન્યជាតិដែលគេបន្តធ្វើវិទ្យាសាស្ត្រអនុវត្តអញ្ចឹងបើយើងយកពោតពីអាមេរិកទៅដាំនៅស្រុកខ្មែរដុះយកពោតស្រុកខ្មែរមកដាំអាមេរិកដុះតែកាលពីសម័យមុនហ្នឹងគ្រាប់ពូជធាન્યជាតិទាំងឡាយដែលយកឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកមកហ្នឹងមកដាំទៅវាជួនកាលវាងាប់វាអត់ដុះទេជួនកាលទៅដុះជួនកាលវាមិនដុះរីឯសត្វមន់សត្វអីដែលយកមកពីអង់គ្លេសវាមកដល់នេះវាឈឺងាប់វាសម័យមុនវាមានមូលហេតុមួយដែលខ្មែរហៅថាចាញ់ទឹកចាញ់ដីដល់អញ្ចឹងទៅពួកអង់គ្លេសដែលមករស់នៅទីមួយដែលឡើងគោកនៅស្រុកអាមេរិកនេះក៏ជួបប្រទះនឹងការលំបាកហើយការចាញ់នឹងទៀតសោតមិនមែនចាញ់តែគ្រាប់ពូជមិនមែនចាញ់តែពូជសត្វទេមនុស្សអង់គ្លេសហ្នឹងក៏ស្លាប់ច្រើនដែរហើយនៅពេលដែលពួកអង់គ្លេសនឹងរស់នៅបានរស់រានមានជីវិតក៏វាធ្វើឲ្យចាញ់ម្ចាស់ស្រុកអ្នកស្រុកអាយឯនេះដែលជាកុលសម្ព័ន្ធហ្នឹងអត់ហ៊ាននៅចិត្តពួកស្បែកសទេវាទៅជាចាញ់ពួកស្បែកសហ្នឹងកើតរោគគាព្យាធិស្លាប់អស់ជាច្រើនដែរហើយសំណួរសួរថាម៉េចក៏មនុស្សនៅចិត្តគ្នាចាញ់ពីដើមវាអញ្ចឹងឥឡូវអត់អញ្ចឹងទេប៉ុន្តែពីដើមវាចាញ់អញ្ចឹងដូចនៅបបៃលិនពីដើមកុំចូលតែចូលចាញ់ភ្លាមណាអ្នកថាគេថាមានមូសមានអីអាហ្នឹងក៏ជាចំណែកមួយប៉ុន្តែវាចាញ់ហ្មងណាហើយនៅប្រទេសកម្ពុជាយើងឲ្យតែព្រៃស្ដុកធំជ្រៅដែលមិនដែលមានមនុស្សនៅតែចូលចាញ់ព្រះវិហារក៏ចាញ់ណានៅខេត្តព្រះវិហារក៏ចាញ់ឧត្តរមានជ័យក៏ចាញ់ហើយខេត្តកោះកុងនេះក៏ចាញ់រតនគិរីក៏ចាញ់ស្ទឹងត្រែងក៏ចាញ់មណ្ឌលគិរីក៏ចាញ់កេះក៏ចាញ់ណាហើយនៅកំពង់ស្ពឺនេះក៏ចាញ់ហើយបៃលិនក៏ចាញ់ហើយខាងកំពង់សោមនេះក៏ចាញ់ពីដើមចាញ់គ្រប់កន្លែងណាមិនសូវចាញ់ហ្នឹងតែបាត់ដំបងអីពោធិ៍សាត់ពងឆ្នាំងអីកំពង់ស្ពឺអីនៅតាមផ្លូវជាតិហ្នឹងណាចាញ់សម្លូតអីក៏ចាញ់ដែរអញ្ចឹងនៅពេលពួកអង់គ្លេសវាមកដល់ស្រុកអាមេរិកនេះក៏ជួបប្រទះនឹងរឿងទៅក៏កុលសម្ព័ន្ធមួយឈ្មោះវ៉ាមប៉ាណុកនេះជួយសង្គ្រោះអីអញ្ចឹងបញ្យលរបៀបទៅហើយចេះចាប់មន់ព្រៃដែលសប្តាហ៍ហ្នឹងយើងហៅតាមអង់គ្លេសថា turkey ណាបើយើងហៅពីដើមយើងហៅថាមន់បារាំងណាតែឥឡូវហៅ turkey ដូចគេអញ្ចឹងទៅសេតោដាក់ស្រអើគោដាក់ស្រអីអញ្ចឹងទៅ turkey ណា turkey នេះគឺជាមន់អត់ចិញ្ចឹមទេជាមន់នៅក្នុងព្រៃអាមេរិកនេះអញ្ចឹងពួកកុលសម្ព័ន្ធហ្នឹងគេចាប់មន់ turkey ហ្នឹងយកមកធ្វើជាចំណីក៏ពួកស្បែកសហ្នឹងចេះបរិភោគអាមន់ turkey ហ្នឹងដល់ចេះទៅវារស់រៀនមានជីវិតទៅក្រោយមកក៏ចិញ្ចឹមមន់ turkey ហ្នឹងនៅតាមភូមិកអីទៅមន់ turkey ក៏คล้ายទៅជាមន់ស្រុកហើយមន់ស្រុកហ្នឹងក៏คล้ายទៅជាចំណីរហូតទល់នឹងសប្តាហ៍ថ្ងៃនេះណាការអបអរធ្វើបុណ្យ Thanksgiving នេះគេពីដើមឡើយគេធ្វើ3ថ្ងៃដែលជាអំណរនៃបុណ្យក្នុងរដូវប្រមូលផលគេធ្វើ3ថ្ងៃហើយគេក៏បានសប្បាយរីករាយលើជោគជ័យនៃការតាំងទីលំនៅនៅថ្មីលើដែនដីនៃអាមេរិកាចំនួនហ្នឹងដល់ក្រោយមកទៀតក៏មានជនអង់គ្លេសដែលមករស់នៅឯ New England អីហ្នឹងក៏គេធ្វើបន់ស្រៀងគ្នានឹងដែរតែគេមិនបានបរិភោគអាមន់ turkey នឹងទេគេប្រមូលផលគេជួបជុំគ្នា3ថ្ងៃគេជួបជុំគ្នាបរិភោគអាហារដោយគេអរគុណដល់ព្រះជាម្ចាស់ដែលប្រទានពរឲ្យគេធ្វើកសិកម្មបានជោគជ័យហើយប្រមូលផលបានចិញ្ចឹមជីវិតរបស់ពួកគេក៏គេហៅថាបុណ្យជប់លៀងអបអអីចឹងទៅណាគេក៏យកបុណ្យហ្នឹងទៅធ្វើតាមស្រុកតាមភូមិតគ្នាមកក្រោយមកបុណ្យហ្នឹងក៏คล้ายទៅជាបុណ្យកើត
ភូមិពេលគេធ្វើភូមិទៅអីបានគេអគុណព្រះអីគេអឱកាសដែលគេមករស់នៅលើដីថ្មីអាមេរិកអីក៏គេធ្វើទៅក៏កើតទៅជាបុណ្យ Thanksgiving ណាបុណ្យ Thanksgiving រីឯមុនឆ្នាំ1621មុនឆ្នាំ1621វាមានពួកអេស្ប៉ាញពួក Spanish បានរស់នៅឯបច្ចុប្បន្នហៅថារដ្ឋ Florida នៅក្នុងរវាងឆ្នាំ1565ក៏មានធ្វើបុណ្យមួយដែលក្រោយមកគេអះអាងថាវាជាប្រភពនៃបុណ្យ Thanksgiving ដែរឃើញទេអញ្ចឹងវាខុសគ្នាបន្ទាប់មកទៀតបុណ្យ Thanksgiving នេះក៏ត្រូវបានប្រធានាធិបតីនៃសហរដ្ឋអាមេរិកម្នាក់ឈ្មោះលោក Abraham Lincoln ក៏បានប្រកាសបុណ្យ Thanksgiving នេះនៅឆ្នាំ1863ថាជាបុណ្យនៃប្រទេសអាមេរិកចាប់តាំងពីថ្ងៃនោះមកណាចាប់តាំងពីថ្ងៃនោះមកគេក៏ប្រារព្ធធ្វើបុណ្យ Thanksgiving នេះនៅថ្ងៃប្រហោះចុងក្រោយនៃខែវិច្ឆិកាថ្ងៃប្រហោះចុងក្រោយនៅក្នុងខែវិច្ឆិកាថ្ងៃទីប្រហែលទៅថ្ងៃទៅឲ្យតែថ្ងៃប្រហោះចុងក្រោយនៃខែវិច្ឆិកាគេកំណត់ឥឡូវនេះឆ្នាំនេះ2025ហ្នឹងគឺថ្ងៃទី27ណាថ្ងៃទី27ដល់គេប្រកាសបុណ្យហ្នឹងដោយប្រធានាធិបតី Abraham Lincoln ហ្នឹងទៅក៏ក្រោយមកទៀតនៅឆ្នាំ1941រដ្ឋសភានៃសហរដ្ឋអាមេរិកបានដាក់បុណ្យ Thanksgiving ហ្នឹងណាគឺជាបុណ្យដែលអបអរទូទាំងសហព័ន្ធអាមេរិកហើយកំណត់ថានឹងធ្វើនៅក្នុងថ្ងៃប្រហោះទី4នៅក្នុងខែវិច្ឆិកាចំណែកឯពួកកុលសម្ព័ន្ធដែលរស់នៅអាមេរិកហ្នឹងក៏មានអំណះអំណាងថាបុណ្យ Thanksgiving ហ្នឹងពួកគេធ្លាប់បានធ្វើមុន1621ហ្នឹងយូរណាស់មកហើយអាហ្នឹងគឺជាអ្វីដែលតកតងអញ្ចឹងនៅក្នុងថ្ងៃនេះណានៅស្រុកអាមេរិកនេះគឺចប់អាទិត្យនេះទៅគេទៅផ្សារគេទិញចំណីចំណុកមករៀបហើយដល់ថ្ងៃបុណ្យ Thanksgiving ហ្នឹងមួយថ្ងៃមុនឬក៏2ថ្ងៃមុនគេក៏រៀបចំគ្រឿងក្រៅអីហើយគេរីករាយណាគេរីករាយនឹងរៀបចំចំណីអាហារដល់ថ្ងៃ Thanksgiving គេហៅក្រុមគ្រួសារឬក៏ញាតិមិត្តជិតផ្ទះញាតិមិត្តជិតស្និទ្ធមកទទួលទានអាហារពេលល្ងាចជាមួយគ្នាណាអ្នកមកនឹងអាចកាន់របស់បន្តិចបន្តួចមកជាប់នឹងដៃជាការគួរសមគ្នាដូចជាកាន់ស្រាក្រហមឬក៏ស្រាសឬក៏ស្រាទំពាំងបាយជូរមកដបមកអីចឹងហ្នឹងមួយអ្នកចូលចិត្តស្រាបារាំងក៏ទម្លាប់ខ្លះមិនដែលខានទេគេយកបងសាឡេមកដបអីមកបាទដែលបងសាឡេច្រើនចាប់ផ្ដើមលក់សម្រាប់ទិវា Thanksgiving នៅអាមេរិកហ្នឹងក៏គេលក់រហូតធ្លាយដល់ Christmas អីគេឈប់លក់ហើយជាស្រាបាត់ថ្មីចំពោះខ្ញុំធ្លាប់ផឹកឆ្ងាញ់មួយយ៉ាងមិនថ្លៃទេណាហ្នឹងក៏គេយកមកបើមិនចឹងទេគេយកនំផាយគេយក pumpkin pie គេយក apple pie គេយក peach pie ឬក៏ sweet potato pie គេយក pie មកមួយចានអីចឹងទៅណាគេយកមកចានអ្នកខ្លះទៀតក៏គេយក corn bread ណាគេយក corn bread មកណាអ្នកខ្លះទៀតក៏គេយកមកបើសិនជាគេចង់យកមកគេយក salad ដែលគេយកមកហើយ salad ហ្នឹងគេមិនប្រើ dressing អីធំដុំទេភាគច្រើនគេមានបន្លែអីធម្មតាអញ្ចឹងទៅហើយគេមានoil and vinegar គឺប្រេងអូលីវហើយនឹងទឹកខ្មេះពណ៌ក្រហមលាយអីចឹងគេតិចតួចចឹងទេបាទគេកាន់មកមិនជាមានតម្លៃទេតែគេមកចឹងហើយបើសិនជាគេមិនកាន់អីមកទេក៏អត់អីដែរណា
ពេលគេជួបជុំគ្នាគេទទួលទានហ្នឹងគឺនិមិត្តរូបនៃ Thanksgiving គេមិនដែលចោលទេគឺមាន់តើគីមួយណាធំយ៉ាងទៅហើយក៏គេតែងមានម្ហូបអាហារជាប្រពៃណីណាគេមានម្ហូបអាហារជាប្រពៃណីរបស់គេដែលម្ហូបអាហារជាប្រពៃណីហ្នឹងគេត្រូវមានច្រើនដែលតំណាងដោយភាពបរិបូរណ៍នៃរដូវប្រមូលផលណានៃរដូវប្រមូលផលគេត្រូវមានមាន់តើគីមួយធំណាបើអ្នកខ្លះក៏គេប្រើមាន់បើគេមិនចង់តើគីឬក៏គេប្រើកងានណាជនអាស៊ីប្រើដល់ទេក៏បានដែរវាអត់អីទេប៉ុន្តែក្រោយមកអាស៊ីប្រើតែតើគីដូចគ្នាហ្នឹងណាហ្នឹងគឺអញ្ចឹងហើយមាន់តើគីនេះគេប្រើដោយសារអីពីព្រោះមាន់វាធំគេចង់ឲ្យវាមានចំណែកបរិភោគមាន់ជាមួយគ្នាក៏វាសប្បាយរីករាយបើឲ្យវាឆ្ងាញ់វាមិនឆ្ងាញ់ណាស់ទេបន្ទាប់មកទៀតគេរៀបចំមាន់តើគីហ្នឹងคล้ายទៅជាសិល្បៈនៃការដាំស្លមួយគេហៅថាសិល្បៈនៃភោជនីយអាហារដែលជា culinary opportunity ការរៀបមាន់ហ្នឹងដុតឲ្យក្រហមអីតុបតែងអីហ្នឹងគឺជាស្នាដៃរបស់ស្ត្រីជាម្ចាស់ផ្ទះម្ចាស់គ្រួសារក្នុងសម័យហ្នឹងចំណែកឯរបស់ដតីទៀតដែលគេធ្វើហ្នឹងគឺគេធ្វើទឹកដែលគេហៅថា gravy សម្រាប់គេស្រោចលើសាច់តើគីហ្នឹងគេមានដំណាប់ផ្លែឈើបើមានអ្នកចង់ដំណាប់ផ្លែឈើគេមានដំណាប់ផ្លែឈើហើយនឹងគ្រឿងដែលគេច្រកនៅក្នុងតើគីហ្នឹងទៅតាមការចូលចិត្តនិងប្រពៃណីនៃការដាំស្លរបស់គ្រួសារនីមួយរបស់ដែលគេមិនចោលតតែសោះណាគឺ mashed potato គឺជាដំឡូងបារាំងដែលគេស្ងោរហើយគេយកទៅសង្កត់ឬក៏គេកិនណាហើយគេដាក់bơ នៅក្នុងហ្នឹងណាឬមកដើម្បីគេយកមកដាក់នៅក្នុងចាននេះគេស្រោច gravy ពីលើអីជាដើមហ្នឹងគេមិនដែលចោលទេតាំងពីដើមមក mashed potato ដំឡូងដែលគេសង្កត់ដំឡូងដែលគេស្ងោរហើយគេសង្កត់ហ្នឹងបន្ទាប់មកទៀតរបស់មួយទោះបីឆ្ងាញ់ក៏ជាប្រពៃណីគេគឺ cranberry sauce គឺជាតំណាប់cranberry គេយកធ្វើជាប្រដាប់លាយជាមួយនឹងអាហារណាដែលគេយកមកលាយទៅគេហៅថា cranberry sauce បន្ទាប់មកទៀតគេមិនចោលទេដំឡូងជ្វាខ្មែរហៅដំឡូងជ្វាដំឡូងផ្អែម sweet potato ឬក៏ហៅថា yams ហ្នឹងគេតែងមានជាប្រពៃណីមួយម៉ាត់មកកបន្ទាប់មកទៀតគឺសណ្ដែកគួរខ្មែរយើងមានសណ្ដែកទ្រឹងហើយសណ្ដែកគួរអាគួរប៉ិនចកឹះបាយហ្នឹងណាគេហៅ green bean ហ្នឹងគឺគេអត់ដែលខានទេណាហើយនឹង corn bread គឺជាម្សៅពោតដែលគេយកមកដុតជានំគេអត់ដុតដាក់ពុំជា corn muffin ទេគេដុតជាដុំធំហើយគេកាត់គេហៅថា corn bread ណា corn bread ចំណែកឯ pie គេមិនចោលទេ pumpkin pie pecan pie និង apple pie ដែលគេដុតទៅតាមប្រពៃណី classical គឺប្រពៃណីមិនទំនើបទេគេដុតឲ្យវាមានរសជាតិធម្មតានេះគឺជាចំណែកមួយនៃការអបអរអញ្ចឹងអា Thanksgiving ហ្នឹងវាអត់ឆ្ងាញ់ណាស់ទេប៉ុន្តែវាជាសុភមង្គលដែលអាមេរិកាំងធ្វើណាដែលអាមេរិកាំងធ្វើมันជាឆ្ងាញ់ណាស់ទេជាប៉ុនខ្សែមខ្សានបាទជាមន់ដាំងដុងកូននេះបារាំងថាដាំងដុងខ្មែរហៅដាំងដុងតាមដែរបាទប្រទេសដែលគេមានកំណត់ថាប៉ុន Thanksgiving នេះជា holiday ជាប៉ុនប្រចាំប្រទេសគេណាគឺមានតែ 5-6 ប្រទេសទេមានសហរដ្ឋអាមេរិកកាណាដា Liberia Brazil Grenada Norfolk Island Australian Territory ហ្នឹងគេមានប៉ុណ្ណឹងមានតែ6ប្រទេសទេក៏ប៉ុន្តែប្រពៃណីនៃ Thanksgiving គេអបអរច្រើនប្រទេសណាស់ក្នុងពិភពលោកតែបើជា holiday ជាប៉ុនប្រពៃណីជាតិវាមានតែ6ប្រទេសទេឥឡូវនេះ Thanksgiving ត្រូវបានគេធ្វើបុណ្យទាននឹងនៅជប៉ុននៅកូរ៉េខាងត្បូងរហូតដល់វៀតណាមឥឡូវនេះគេធ្វើ
ណាគេធ្វើអញ្ចឹងណាបាទខ្មែរយើងប្រហែលជាមិនចូលចិត្តទេមកហ្នឹងតែបើចូលចិត្តឬក៏សប្បាយចិត្តក៏ធ្វើណាក៏ធ្វើអា Thanksgiving នឹងដែរណាហើយបើនិយាយពីវប្បធម៌ពិភពលោកវិញគ្រប់ប្រទេសទាំងអស់នៅក្នុងពិភពលោកគ្រប់កុលសម្ព័ន្ធទាំងអស់នៅក្នុងពិភពលោកមិនដែលមានកុលសម្ព័ន្ធមនុស្សណាអត់មានអបុលស្រ័យចម្ការទេពីព្រោះអីពីព្រោះកសិកម្មគឺជាប្រភពដើមនៃមុខរបររបស់មនុស្សរបស់មនុស្សក្រោយពីបណិចរសម័យការដើរបេះផលអនុផលនិងការបរបាញ់សត្វមនុស្សធ្វើស្រែចម្ការតាំងពីយ៉ាងខ្ញុំមិនដឹងប្រមាណទេព្រោះខ្ញុំមើលសភៅខុសៗគ្នាសភៅខ្លះថា29,000 ឆ្នាំមុនណាសភៅខ្លះថា20,000 ឆ្នាំមុនណាអាប់ដេតចុងក្រោយក៏ខ្ញុំមិនបានអាប់ដេតតែគេហៅថាយុគសម័យកសិកម្មនៅលើផែនដីនេះវាអាច2ឆ្នាំទៅជាងវាអាច20,000 ឆ្នាំទៅជាង20,000 ឆ្នាំក្រោម30,000 ឆ្នាំមកហើយណាអានោះបើសិនជាយើងគិតទៅតាមការសិក្សាអញ្ចឹងគ្រប់ជនជាតិគ្រប់ប្រទេសទាំងអស់តែងតែមានបុណ្យអបអរស្រែចម្ការដូចខ្មែរយើងមានបុណ្យបោះលៀនរហូតដល់មានបុណ្យចូលឆ្នាំបុណ្យភ្ជុំអីបុណ្យអស់ហ្នឹងសិតតែតកតងនឹងកសិកម្មតែដោយសារតែស្រុកយើងនឹងវាចូលពេកវារលេះក្បួនរលេះក្បាច់អស់ទៅអត់មានអ្នកណាប្រាប់ណាបុណ្យចាញ់វស្សាបុណ្យអីនេះតកតងនឹងកសិកម្មតកតងនឹងកសិកម្មបុណ្យចូលវស្សានេះក៏តកតងនឹងកសិកម្មបុណ្យភ្ជុំបិណ្ឌនេះក៏តកតងនឹងកសិកម្មបុណ្យចូលឆ្នាំបុណ្យសំពះព្រះខែបុណ្យអុំទូកអូនអីគឺជាបុណ្យដែលតកតងនឹងកសិកម្មទាំងអស់បាទតកតងកសិកម្មតែដោយសារយើងវារលេះរលួយអស់ក្បួនអស់ខ្នាតហើយវាកើតរឿងចូលរឿង fake ខ្លាំងហើយយើងក៏ទទួលអធិពលបរទេសដូចជាអធិពលបក្រាវកាច់ងេតអីហ្នឹងទៅយូរទៅក៏វាលែងដឹងទិសដឹងតំបន់អីអស់ទៅណាហើយបើមានអ្នកណានិយាយប្រាប់អីហ្នឹងថាគេមើលងាយហ្នឹងហើយគេហៅថាហាយនភាពការធ្លាក់ចុះនៃកម្រិតចេះដឹងក្នុងសិល្បៈវឌ្ឍនធម៌ក្នុងអរិយធម៌ក្នុងវប្បធម៌ក្នុងសង្គមធម៌អាហ្នឹងអញ្ចឹង